បាទដោយដែលបងប្អូនបានឃើញហើយគឺ load check ហើយឬសលេងពមៀនបាទអញ្ចឹងនៅពេលដែល load ហើយខ្ញុំជីកទៅគឺចន់ហ្វ្រាំងអត់ស៊ីទេបាទអញ្ចឹងមានន័យថាលទ្ធផលដែលជាង check មើលគឺខូចដុំ ABS បាទឥឡូវដូរ ABS មកឈុតហើយបាទអញ្ចឹងមានសារចែករំលែកទៅបងប្អូនដែលប្រើប្រាស់សម្រាប់ព្រុសបាទមិនថាព្រុស08 09 010អីទេបាទអញ្ចឹងនៅពេលដែលយើងឮសលេងរៀងប្លែកនៅពេលដែលយើងចន់ហ្វ្រាំងឬក៏យើងឈប់ចាំ stop ចន់ហ្វ្រាំងយូរអញ្ចឹងណាអញ្ចឹងវានឹងឮសលេងរៀងប្លែកបាទឬក្រក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 ឬក៏ឈីតអីហ្នឹងគឺសុទ្ធតែជាសំឡេងលទ្ធផលនៃបញ្ហា ABS បាទអញ្ចឹងនៅពេលដែលបងប្អូនឮសលេងភ្លាមបាទកុំទុកយូរបាទយកទៅឲ្យជាងឆែកមើលភ្លាមទៅបាទសម្រាប់ខ្ញុំបទពិសោធន៍ផ្ទាល់គឺខ្ញុំឮសលេងនេះចូលប្រហែលជា3 ទៅ 4 ខែដែរបាទអញ្ចឹងនៅពេលដែលឮហើយយើងអត់អើពើបាទលទ្ធផលចេញហើយគឺខូចដុំ ABS បាទគឺដូរមកឈុតតែម្ដងអញ្ចឹងសម្រាប់អ្នកដែលប្រើប្រាស់ឡានថ្មីថ្មោងដូចជាខ្ញុំគឺដៃថ្មីទេអញ្ចឹងខ្ញុំអត់ទាន់មានបទពិសោធន៍អីសម្រាប់ការសម្គាល់នៃការខូចខាតទេបាទអញ្ចឹងឥឡូវបាទដុំ ABS បានមួយឈុតបានសម្រេចបាទអញ្ចឹងអ្នកដែលប្រើព្រុសគួរតែកត់សម្គាល់ឲ្យមែនទែននៅពេលដែលឮសលេងអីប្លែកនៅពេលដែលបើកបរបាទអរគុណច្រើន